បាទជ្រាបសួរសួស្តីបាទថ្ងៃនេះបងដែរខ្ញុំបាទចង់ធ្វើការបង្ហាញអំពីការទាញយកថ្នាបឋមចំនួនថ្មីមកប្រើប្រាស់បាទដើម្បីទាញថ្នាបឋមចំនួនថ្មីប្រើប្រាស់យើងអាចលុបចូលថ្នាបឋមចាស់និងចេញសិនដើម្បីយើងដំឡើងថ្មីដើម្បីដំឡើងថ្នាបឋមបានយើងចូលជ្រោមឬក៏កូសកលក៏បានដែរបាទឥឡូវខ្ញុំចូលជ្រោមចាស់បាទចូលកម្មវិធីជ្រោមតើមកយើង search មកដាក់ PLP បាទ PLP បាទតើមកយើងវាលោតចឹងយើងចុចសញ្ញាប្រូចនេះទៅបាទវាចេញមកចឹងរួចវាលោតពាក្យឲ្យយើងដំឡើងបាទនេះលោតពាក្យឲ្យយើងដំឡើងមកយើងចុចដំឡើងមកបាទឥឡូវខ្ញុំសូមធ្វើការដំឡើងថ្នាបឋមចំនួនថ្មីបាទបាទហ្នឹងគឺយើងដំឡើងបានហើយបាទហ្នឹងគឺប៉ុណ្ណឹងបាទក្នុងវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីរបៀបប្រើប្រាស់បាទឥឡូវខ្ញុំដំឡើងចប់ហើយបាទសូមអរគុណបាទជម្រាបលាបាទ